is a story about a man who really believed in God. នេះគឺជារឿងនិទានមួយអំពីបុរសម្នាក់ដែលមានជំនឿទៅលើព្រះជាម្ចាស់ជាខ្លាំងមិនមែនជាព្រះដ៏ធំទេប៉ុន្តែជាព្រះតូចតាចធម្មតាជារៀងរាល់ថ្ងៃគាត់បួងសួងថ្វាយផ្កាថ្វាយទឹកហើយគាត់មិនដែលភ្លេចបួងសួងសូម្បីតែមួយថ្ងៃមួយអ្នកជិតខាងម្នាក់បានមកដល់ផ្ទះគាត់ហើយប្រាប់ថាបងប្រុសខ្ញុំឮតាមវិទ្យុថាភូមិរបស់យើងនឹងត្រូវទឹកជន់លិចគាត់ក៏តបវិញថាកុំបារម្ភពីពួកយើងអីព្រះជាម្ចាស់នឹងតាមថែរក្សាខ្ញុំឮដូចនេះអ្នកជិតខាងរបស់គាត់ក៏ចាក់ចេញទៅនៅពេលបន្ទាប់មកគាត់ឮសំឡេងគោះទ្វារយ៉ាងខ្លាំងដែលនោះគឺជាក្រុមសង្គ្រោះរបស់កាកបាទក្រហមបុគ្គលិកកាកបាទក្រហមបានប្រាប់គាត់ថាភូមិនេះនឹងត្រូវជន់លិចហើយប៉ុន្តែកុំបារម្ភអីយើងមានទូកធំនៅខាងក្រៅហើយយើងនឹងដឹកអ្នកទៅទីទួលស្ងួតបរិនោះក៏ឆ្លើយតបទៅវិញថាកុំបារម្ភពីពួកយើងអីព្រះជាម្ចាស់នឹងតាមថែរក្សាខ្ញុំទឹកនៅតែបន្តចូលជន់ឡើងហើយនៅម៉ោង12អាធ្រាត្របរិនោះក៏ឡើងទៅអង្គុយនៅលើដំបូលផ្ទះរបស់គាត់ពេលនោះប្រពន្ធរបស់គាត់ខឹងយ៉ាងខ្លាំងហើយក៏និយាយថាហេតុអ្វីបានជាយើងមិននាំគ្នាឡើងជិះកាណូតទៅម្ល៉េះសមឥឡូវយើងមានសុវត្ថិភាពទៅហើយបរិជាប្តីក៏ឆ្លើយតបទៅវិញថាអូមិនជឿបងទេឬព្រះជាម្ចាស់នឹងមកដល់ហើយសង្គ្រោះយើងរំពេចនោះមានពន្លឺចាំងជាពេញមេឃហើយគាត់ក៏ប្រាប់ទៅប្រពន្ធគាត់ថាអូនឃើញទេព្រះជាម្ចាស់យាងមកដល់ហើយតែពេលដែលពន្លឺរំកិលចូលមកកាន់តែជិតទៅវាមិនមែនជាព្រះនោះទេវាជាឧទ្ធម្ភាគចក្រពណ៌សដែលមានអក្សរ UN នៅពីក្រោមពោះរបស់វាពេលនោះបរិះដែលនៅលើឧទ្ធម្ភាគចក្របានស្រែកប្រាប់ថាកុំបារម្ភយើងនឹងសង្គ្រោះអ្នកដោយយកអ្នកទៅកន្លែងទីទួលស្ងួតបរិះនោះក៏ស្រែកតបទៅវិញថាកុំបារម្ភពីពួកយើងអីព្រះជាម្ចាស់នឹងសង្គ្រោះពួកយើងប៉ុន្តែពេលនោះប្រពន្ធរបស់គាត់ក៏ខឹងហើយនាំកូនចាក់ចេញតាមឧទ្ធម្ភាគចក្របាត់ទៅទុកឲ្យគាត់នៅឯកោក្នុងភាពងងឹតទឹកនៅតែបន្តជន់ឡើងរហូតដល់ម៉ោង2ភ្លឺទឹកឡើងមកដល់ច្រមុះរបស់គាត់ឥឡូវគាត់ចាប់ផ្ដើមព្រួយហើយនៅពេលដែលយើងព្រួយយើងចាប់ផ្ដើមខឹងដូច្នេះគាត់ក៏ខឹងជាមួយព្រះជាម្ចាស់ហើយគាត់ស្រែកទៅកាន់ព្រះជាម្ចាស់ថាតើអ្នកឯងជាព្រះរបៀបណាខ្ញុំខំថ្វាយផ្កាថ្វាយទឹកជារៀងរាល់ថ្ងៃខ្ញុំសំពះបួងសួងជារៀងរាល់ថ្ងៃឥឡូវខ្ញុំត្រូវការអ្នកឯងមិនមកជួយខ្ញុំរំពេចនោះភ្លៀងក៏រាំងពពកក៏ញែកចេញពីគ្នាពន្លឺផ្លេកបន្ទោលបាញ់ពុះជ្រែកដីបដូរយប់ទៅជាភ្លឺដូចថ្ងៃហើយសំឡេងធំក្រឡូបន្លឺពីឋានសួគ៌មកព្រះជាម្ចាស់មានបន្ទូលតើឯងចង់មានន័យយ៉ាងម៉េចថាយើងមិនបានជួយឯងយើងបានបញ្ជូនអ្នកជិតខាងរបស់ឯងបញ្ជូនទាំងកាកបាទក្រហមបញ្ជូនទាំងអង្គការសហប្រជាជាតិប៉ុន្តែឯងមិនព្រមទៅអាវ៉ាតគ្រប់សាសនាទាំងអស់បានលើកឡើងថាជួយខ្លួនអ្នកជាមុនទៅព្រះជាម្ចាស់ជួយអ្នកជាក្រោយនៅក្នុងព្រះពុទ្ធសាសនាក៏បានលើកឡើងថាបើសិនអ្នកឈឺចាប់អ្នកត្រូវងាកមកមើលក្នុងខ្លួនរបស់អ្នកពីព្រោះព្រះពុទ្ធអង្គមិនអាចជួយយើងឲ្យសប្បាយចិត្តបាននោះទេសុភមង្គលតែងតែកើតមកពីសកម្មភាពរបស់យើងផ្ទាល់ដូច្នេះក្តីសង្ឃឹមគឺជាការជ្រើសរើសគោលបំណងរបស់យើងគឺដើម្បីស្វែងយល់ពីចំណុចនៃភាពខុសគ្នារវាងភាពជោគជ័យនិងសុភមង្គលភាពជោគជ័យនិងសុភមង្គលគឺសុទ្ធតែជាជម្រើសនៅពេលដែលក្មេងចាប់កំណើតកាលយើងនៅតូចពួកយើងទាំងអស់គ្នាពោពេញទៅដោយក្តីសង្ឃឹមយើងតែងតែឃើញក្មេងតូចមិនថាក្មេងនោះជាកូនអ្នកមានឬក៏ក្មេងមកពីគ្រួសារក្រីក្រទេនៅលើកែវភ្នែករបស់គេមានពន្លឺភ្លើងរៃរំជានិច្ចនាពេលវ័យរបស់យើងកាន់តែចាស់ទៅពន្លឺភ្លើងនោះក៏បានថយចុះហើយយើងចាប់ផ្ដើមឈ្ងោកមុខមើលដីក្តីសង្ឃឹមក៏រលាយបាត់ជីវិតតែងតែបង្កើននៅរឿងបែបនេះដល់យើងហើយយើងតែងតែប្រយុទ្ធតទល់វិញនៅពេលដំបូងយើងព្យាយាមប្រយុទ្ធតទល់ជាមួយវាហើយពេលដែលយើងមិនអាចយកឈ្នះវាបានយើងក៏ខឹងនៅទីបំផុតយើងក៏ទទួលយកវាហើយយើងនិយាយមកកាន់ខ្លួនឯងថានេះជាព្រហ្មលិខិតមិនអាចកែប្រែបានខ្ញុំគ្មានជំរើសទេយើងលែងខំប្រឹងប្រែងដើម្បីជោគជ័យតទៅទៀតដរាបណាអ្វីមិនអាក្រក់ជាងនេះខ្ញុំគ្មានបញ្ហានោះទេវាគួរឲ្យសោកសង្រេងមែនទែនមនុស្សជាច្រើននៅក្នុងโลกនេះប្រើជីវិតរបស់គេតាមបែបបទនេះហើយជឿបែបនេះពួកគេជឿថានេះជាព្រហ្មលិខិតមិនអាចកែប្រែបាននេះដោយសារតែគេមើលទៅលើជោគវាសនារបស់គេក្នុងរបៀបខុសឆ្គងពួកគេជឿថាជោគវាសនាគឺជាអំពើអកម្មជាអ្វីដែលយើងមិនអាចគ្រប់គ្រងបានដូចជារបៀបដែលយើងកើតបរិស្ថានរបស់យើងរស់នៅរួមបញ្ចូលទាំងបរិស្ថានក្នុងផ្ទះរបស់យើងបរិស្ថាននៅឯសាលាបរិស្ថានឯកន្លែងធ្វើការរបស់យើងប្រសិនបើយើងមានគ្រូល្អយើងអាចទទួលជោគជ័យបើយើងមានគ្រូមិនល្អវាក៏មិនល្អទៅតាមនឹងដែរនេះជាព្រហ្មលិខិតមិនអាចកែប្រែបានហើយមនុស្សភាគច្រើនក៏ទទួលយកវាពីព្រោះពួកគេយល់ខុសជោគវាសនាមានពីរផ្នែកមិនមែនតែមួយផ្នែកនោះទេមួយផ្នែកជាផ្នែកអកម្មជាអ្វីដែលយើងមិនអាចធ្វើអ្វីបានទាំងអស់ប៉ុន្តែនៅមានមួយផ្នែកទៀតដែលជាផ្នែកសកម្ម
វាជាអ្វីដែលយើងអាចគ្រប់គ្រងបាននោះគឺការគិតរបស់យើងនិងសកម្មភាពរបស់យើងដូច្នេះជោគវាសនាគឺមានពីរផ្នែកអកម្មនិងផ្នែកសកម្មពេលខ្លះជីវិតរបស់យើងកើតមកមិនសូវល្អនោះគឺជាផ្នែកអកម្មប៉ុន្តែមនុស្សជាច្រើននិយាយថាខ្ញុំគ្មានជំរើសទេនេះជាព្រហ្មលិខិតមិនអាចកែប្រែបានពីព្រោះគេមិនបានប្រើហើយគេក៏មិនយល់ថាពួកគេមាននៅផ្នែកសកម្មមួយទៀតដែលជាការគិតនិងសកម្មភាពរបស់យើងនោះឯងផ្នែកទាំងពីរនេះបង្កើតនៅភាពជោគជ័យសម្រាប់យើងនាពេលអនាគតមិនមែនតែផ្នែកអកម្មមួយទេគឺទាំងពីរផ្នែកតែម្ដងគឺអកម្មនិងសកម្មយើងត្រូវតែគ្រប់គ្រងជោគវាសនារបស់យើងចូលកុំអនុញ្ញាតឲ្យជោគវាសនាគ្រប់គ្រងយើងក៏ប៉ុន្តែតើយើងអាចគ្រប់គ្រងជោគវាសនារបស់យើងបានដោយរបៀបណានេះគឺជាសំណួរតម្លៃ$64 លានយើងមិនមានពេលគ្រប់គ្រាន់ដើម្បីបកស្រាយនៅពេលឥឡូវនេះទេប៉ុន្តែនៅក្នុងភាពបន្ទាប់នៃកម្រងវីដេអូក្តីស្រឡាញ់ជីវិតនិងភាពជាអ្នកដឹកនាំយើងនឹងបកស្រាយបន្តនៅពេលដែលយើងលើកឡើងអំពីក្រិតក្រមធម្មជាតិនៃភាពជោគជ័យសម្រាប់នាទីនេះសូមអរគុណច្រើន Thank you very much.